សូមជូនរឿងពន្លឺស្នេហ៍ភាគទី1តោះជួយចុច Subscribe ផងណាតើរដូវប្រូធ្លាក់ទៀតហើយក៏ដល់ពេលដែលខ្ញុំទៅតាមរកគេដែរខ្ញុំមិនដឹងថាត្រូវតាមរកគេនៅឯណាទេក៏ត្រូវសួរគេបន្តិចសិនក៏លោកគេស្គាល់គាត់សង្ឃឹមតែរកគាត់ឃើញទៅចុះតើគាត់ដាដាទៅផ្ទះដែរទេដូចជាមានណាខ្ញុំអូយគិតដូចទៅមើលសិនតើអ្នកនាងរកខ្ញុំមានការអ្វីគឺថាខ្ញុំទៅមកពីបរទេសខ្ញុំចង់រកមនុស្សម្នាក់នៅទីនេះក៏មានផ្ទះជួលសល់មួយដែរចង់អ្នកនាងស្នាក់សិនទៅមេឃធ្លាក់ព្រិលខ្លាំងណាស់អ្នកនាងឆាប់ទៅរកកន្លែងសម្រាកទៅពិតមែនហើយបើមិនចូលទោះទេអនុញ្ញាតឲ្យខ្ញុំជូនលោកទៅកន្លែងធ្វើការចុះអញ្ចឹងក៏បានដែរហើយសាក៏នាំគ្រូពេទ្យនោះទៅកន្លែងធ្វើការទៅអញ្ចឹងខ្ញុំជូនលោកត្រឹមនេះទេបាទអ្នកនាងហើយខ្ញុំដូចជាប្រហែលមកគេដល់ហើយលោកយប់ឡើងហើយបានបដកផ្ទះហើយរកទៅងូតទឹកបន្តិចសិនស្អុះស្អាប់ណាស់ហើយគ្រូពេទ្យនោះក៏បានចូលទៅងូតទឹកទៅនៅថ្ងៃមួយសានាងក៏បានផ្ដាសាយអូយពិតជាផ្ដាសាយដល់ហើយនេះចង់ចំអកខ្លាំងណាស់គិតទៅរកលោកគ្រូពេទ្យនោះសិនលោកគ្រូពេទ្យតើលោកគ្រូពេទ្យនៅផ្ទះដែរឬទេអ្នកនាងទេថាណាអ្នកនាងកំពុងតែនិយាយអ្វីហ្នឹងខ្ញុំឈ្មោះបុរីមិនមែនថាណាទេ